កិច្ចប្រជុំបានវាយតម្លៃខ្ពស់ចំពោះទូនាទីដ៏សកម្មនិងការបន្តចូលរួមចំណែករបស់ប្រទេសម៉ាឡេស៊ីសហរដ្ឋអាមេរិកនិងប្រទេសចិនក្នុងការជំរុញដំណោះស្រាយដោយសន្តិវិធីសម្រាប់ចំពោះចំនួនដែលកំពុងបន្តវិវត្តទៅមុខហើយក៏បានជំរុញឲ្យភាគីទាំងពីរវិលត្រឡប់ទៅរកការអនុវត្តភ្លាមពេញលេញនិងប្រកបដោយប្រសិទ្ធភាពនៅកិច្ចព្រមព្រៀងឈប់បាញ់ថ្ងៃទី28ខែកក្កដាឆ្នាំ2025លទ្ធផលនៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មការព្រំដែនទូទៅ GBC នៅថ្ងៃទី7ខែសីហាឆ្នាំ2025និងសេចក្តីថ្លែងការណ៍រួមទីក្រុងកាឡាឡំពួរដែលបានចុះហត្ថលេខានៅថ្ងៃទី26ខែតុលាឆ្នាំ2025ចំណុចមួយទៀតកិច្ចប្រជុំក៏បានសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃចំនួនអ្នកស្លាប់និងរបួសការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនិងប្រជាជនភៀសសឹកទាំងសងខាងព្រំដែនបណ្ដាលមកពីចំនួនកាន់តែធ្ងន់ធ្ងរនិងបានអំពាវនាវឲ្យប្រទេសទាំងពីរវិលត្រឡប់ទៅរកការសន្ទនារួមទាំងតាមរយៈយន្តការទ្វេភាគីនិងការសម្របសម្រួលរបស់ប្រធានអាស៊ានកិច្ចប្រជុំបានសង្កត់ធ្ងន់ថាជនស៊ីវិលដែលរស់នៅក្នុងតំបន់ព្រំដែនដែលរងផលប៉ះពាល់គួរតែត្រូវបានអាជ្ញាតឲ្យវិលត្រឡប់ទៅផ្ទះសម្បែងវិញដោយសុវត្ថិភាពហើយទីតាំងសាសនានិងបេតិកភណ្ឌវប្បធម៌ត្រូវតែទទួលបាននូវការការពារមិនឲ្យរងការវាយប្រហារដោយអាវុធឡើយ។